ប្រហុកខ្ទិះមុខម្ហូបថ្ងៃនេះគឺជាម្ហូបខ្មែរសុទ្ធសាធដាក់ជាមួយនឹងបាយមួយចានពីរចានមកអូយរឹតតែឆ្ងាញ់គ្រាន់តែឃើញថាធ្វើឲ្យទំនងមែនតែនយើងដួសដាក់ចានមកផ្ទាប់ជាមួយនឹងអន្លក់មានដូចជាត្រសក់ការ៉ុតស្វាយស្ពៃក្តោបនិងត្រប់ដាក់ជូរជាមួយស្វាយហ្នឹងរឹតតែឆ្ងាញ់មែនតែនហើយគ្រឿងផ្សំគឺងាយសាច់ជ្រូក3ច្រាំយើងចិញ្ច្រាំឲ្យម៉ត់ជាមួយនឹងគល់ស្លឹកគ្រៃបុកហើយជាមួយនឹងខ្ទិះដូងជាមួយប្រហុក យើងបន្ថែមជាមួយនឹងម្ទេសឆ្អើរយើងចិញ្ច្រាំឲ្យម៉ដ្ឋទៀតមកហើយគ្រឿងទាំងអស់ហ្នឹងយើងបុកខ្លួនឯងធ្វើខ្លួនឯងទៅទើបវាល្អហើយវាឈ្ងុយជាដំបូងគឺយើងចាប់ផ្ដើមដាក់ខ្ទះហើយដាក់ជាមួយនឹងខ្ទិះដើមខ្លះដើម្បីយកធ្វើជាប្រេងនៅពេលដែលវាឡើងពងក្រងចឹងហើយយើងកូរវាបន្ថែមជាមួយនឹងម្ទេសឆ្អើររបស់យើងបានចិញ្ច្រាំហើយនេះដើម្បីយកពណ៌ឲ្យបានស្អាតយើងកូរវាអញ្ចឹងហើយដល់ឡើងឈ្ងុយ ឡើងអីនៅម្ទេសហើយបន្ទាប់មកយើងថែមជាមួយនឹងគល់ស្លឹកគ្រៃគល់ស្លឹកគ្រៃនេះគឺយើងបុកហើយមានខ្ទឹមសម្ទេសជាមួយនឹងស្លឹកក្រូចសើចជាមួយនឹងអីទៀតបន្ទាប់មកយើងបន្ថែមនៅប្រហុកនៅពេលដែលយើងកូរវាឡើងឈ្ងុយឡើងអីហើយបើសិនជាស្ទើរយើងអាចថែមជាមួយនឹងខ្ទិះដូងដើម្បីឆាវាកូរវាឲ្យចូលជាតិចូលអីគ្នាបន្ទាប់ពីយើងឆាដូច្នេះហើយយើងបន្ថែមជាមួយនឹងសាច់ជ្រូក3ជាន់សាច់ជ្រូក3ជាន់នេះយើងអាចទិញគេកិនស្រាប់ក៏បានឬក៏យើងទិញសាច់ជ្រូក3ជាន់យកមកហើយចិញ្ច្រាំឲ្យម៉ដ្ឋយើងដាក់ជាមួយនឹងក៏បានអាហ្នឹងធ្វើជាមួយនឹងសាច់ជ្រូក3ជាន់វាមានខ្លាញ់តិចៗជាប់បានឆ្ងាញ់បើធ្វើជាមួយសាច់សុទ្ធសាច់អីក៏អត់សូវឆ្ងាញ់ដែរបងប្អូនបន្ទាប់ពីយើងឆាសាច់ឆាអីហើយយើងច្របល់វាឲ្យចូលជាតិយើងបន្ថែមជាមួយនឹងខ្ទិះដូងនៅពេលដែលវាស្ងួតពេកដើម្បីកុំឲ្យវាអឺអស់នេះពេកអស់ទឹកពេកឥឡូវនេះយើងចាប់ផ្ដើមឆាសាច់ឆាអីទៅថាឲ្យឡើងឈ្ងុយឡើងអីចូលជាតិឲ្យសាច់យើងឡើងឆ្អិនឡើងអីហើយទើបយើងថែមគ្រឿងគ្រូហើយសាច់ជ្រូក3ជាន់នេះខ្ញុំដាក់កន្លះគីឡូបើបងប្អូនមានចំនួនមនុស្សច្រើនអីយើងដាក់ទៅតាមនឹងជាក់ស្ដែងហើយក៏សូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube ក៏ដូចជា Facebook Page និង TikTok នាងខ្ញុំផងអរគុណឥឡូវនេះយើងមកបន្ថែមជាមួយនឹងខ្ទិះដូងបន្ទាប់មកយើងកូរនិងឆាវាឲ្យឆ្អិនសាច់សព្វល្អពុកម៉ែបងប្អូនឃើញម្ហូបមួយមុខនេះគឺថាគ្រឿងគ្រូរបស់វាយើងមានស្រាប់ៗទិញមកចិញ្ច្រាំក៏បានដែរគឺងាយស្រួលមែនតែនចម្អិនបែបនេះគឺថាអូយឈ្ងុយឆ្ងាញ់តែម្ដងឥឡូវនេះយើងមកថែមគ្រឿងខ្ញុំដាក់អំបិលបន្តិចអំបិលដាក់បន្តិចបានហើយពីព្រោះដោយសារយើងប្រើជាមួយនឹងប្រហុកអញ្ចឹងយើងដាក់អំបិលតិចសិនយើងអាចភ្លក់តាមក្រោយបើថែមថយយើងថែមគ្រឿងតាមហ្នឹងបន្ទាប់មកយើងដាក់ជាមួយនឹងប៊ីចេងហើយដាក់ជាមួយនឹងស្ករពាងថាផុកខ្ទិះនេះដាក់ជាមួយស្ករពាងរឹតតែឈ្ងុយថាស្ករក៏ឈ្ងុយហើយគ្រឿងគ្រូអីក៏ឈ្ងុយបន្ទាប់មកគឺយើងឆាវាឲ្យចូលជាតិគ្រាន់តែបញ្ចូលសលេងហ្នឹងក៏លេបទឹកមាត់ដែរបងប្អូនហើយតែនឹកឃើញម្ហូបមួយមុខនេះគ្រាន់តែធ្វើហ្នឹងក៏គ្រាន់តែបញ្ចូលសំឡេងហ្នឹងក៏នឹកឃើញឃ្លានតែម្ដងហើយយើងបន្ថែមជាមួយខ្ទិះដូងទៅដើម្បីឲ្យវាឆ្អិនល្អចូលគ្រឿងបានល្អយើងទុកវាមួយងាស់បន្តិចទៅរហូតដល់វាចាប់ផ្ដើមឡើងខាប់បន្តិចហើយនឹងរសជាតិវាដិតបន្តិចទៅគឺឆ្ងាញ់តែម្ដងហើយនេះនៅពេលដែលយើងងាស់ប្រហែលជា5ទៅ10នាទីទឹកខ្ទិះនឹងចាប់ផ្ដើមរីងប្រាៗហើយបើបងប្អូនស្រឡាញ់ខាប់យើងអាចដាក់ប៉ុណ្្នឹងក៏បានបើសិនជាយើងចង់បានរាវបន្តិចគឺយើងថែមទឹកខ្ទិះមកវិញតិចទៅឥឡូវនេះថាផុកខ្ទិះរបស់យើងឆ្អិនរួចរាល់ហើយថាគ្រាន់តែឃើញនឹងអូយហុយៗក្តៅៗឈ្ងុយក្លិនប្រហុកនឹងអូយថាគួរឲ្យឆ្ងាញ់មែនតែនឥឡូវនេះយើងចាប់ផ្ដើមបន្ថែមជាមួយនឹងស្លឹកក្រូចសើចយើងដាក់ស្លឹកក្រូចសើចដើម្បីឲ្យវាបង្កើនរសជាតិរឹតតែឈ្ងុយស្លឹកក្រូចសើចហើយឆ្ងាញ់មើលទៅឃើញពណ៌វាស្អាតថែមទៀតហើយយើងចាប់ផ្ដើមកូរវាឲ្យសព្វទៅដើម្បីឲ្យវាចូលជាតិរសជាតិអីហើយយើងធ្វើបែបនេះយើងអាចទុកទុងទូទឹកកកអីពេលត្រជាក់អីដាក់ក្នុងទូទឹកកកទុកបានយូរបើសិនជាយើងដាក់គ្រាប់ពុតញងយើងទុកអត់សូវបានយូរទេពីព្រោះវាជាបន្លែដល់ពេលយើងអានេះយើងដាក់ទៅវាសាច់ហើយនឹងគ្រឿងអញ្ចឹងឆ្អិនល្អគឺយើងទុកបានយូរហើយយើងចាប់ផ្ដើមដួសដាក់ចានមកថាគ្រាន់តែឃើញនឹងលេបទឹកមាត់ក្អឹកតែម្ដងទំនងមែនតែន
ឥឡូវនេះថាដួសដាក់ចានបារាៗហើយបន្ទាប់ជាមួយនឹងអន្លក់ខ្ចីពុកម៉ែបងប្អូនអើយដាក់មកបាយ2-3ចានអីមិនដឹងនៅណាទេថាឈ្ងុយហើយឆ្ងាញ់មែនតែនហើយនេះជាមួយនឹងស្ពៃក្តោបជ្រុបៗដាក់ទៅឆ្ងាញ់ៗអត់ទាស់ហើយបន្ថែមពីលើនេះទៀតមកយើងចង់ដាក់ថែមទៀតអូយទំនងមែនតែនថាឃើញហើយឃ្លានតែម្ដងហើយបើពុកម៉ែបងប្អូនមិនចង់សូវទ្រាំទេយើងថែមជាមួយនឹងរបស់ជូរៗស្វាយខ្ចីឬក៏អំពិលខ្ចីអីក៏បានដែរថាដាក់ទៅកាត់រសជាតិគ្នាអូយចូលជាតិជូរអែមផ្អែមប្រៃតែឆ្ងាញ់មែនតែនដាក់ជាមួយនឹងបន្លែអន្លក់បន្ទាប់ស្រស់ៗជាទៀតថារឹតតែអែមសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា